ដំបូងខ្ញុំចាប់ផ្ដើមដោយកាត់សាច់សម្រាប់រូបមន្តថ្ងៃនេះខ្ញុំប្រើសាច់គោប្រហែល1គីឡូក្រាមខ្ញុំនឹងកាត់វាជាដុំដូចដែលអ្នកកំពុងឃើញនេះប្រហែលកម្រាស់បែបនេះដើម្បីឲ្យសាច់ឆ្អិនស្មើគ្នាយើងនឹងធ្វើម្ហូបសាច់ដ៏ឆ្ងាញ់ដែលទន់ខ្លាំងណាស់ឥឡូវខ្ញុំនឹងបង្ហាញអាចកំបាំងដែលខ្ញុំតែងប្រើដើម្បីឲ្យសាច់ទន់និងមានទឹកជាប់ល្អខ្ញុំបានកាត់សាច់រួចរាល់ហើយបន្ទាប់មកខ្ញុំដាក់វាចូលក្នុងចានមួយសម្រាប់ marinate ខ្ញុំដាក់សាច់ចូលក្នុងចានហើយបន្ថែម baking soda ចំនួន1ស្លាបព្រាកាហ្វេបន្ទាប់មកខ្ញុំច្របល់វាជាមួយសាច់ឲ្យសព្វល្អគ្រឿងផ្សំនេះសំខាន់ណាស់ដើម្បីឲ្យសាច់ទន់ baking soda នឹងជួយបំបែកសរសៃសាច់ធ្វើឲ្យវាទន់ជាងមុនបន្ទាប់ពីច្របល់រួចខ្ញុំគ្របវាដោយផ្លាស្ទិករុំអាហារការធ្វើជំហាននេះឲ្យត្រឹមត្រូវពិតជាសំខាន់ដើម្បីទទួលបានសាច់ទន់ដូចដែលចង់បានឥឡូវខ្ញុំនឹងទុកសាច់ចោលរយៈពេល5នាទីដើម្បីឲ្យ baking soda ធ្វើការ5នាទីបានកន្លងផុតទៅឥឡូវខ្ញុំដោះផ្លាស្ទិកចេញហើយចាប់ផ្ដើមលាងសាច់ខ្ញុំលាងវាឲ្យស្អាតដើម្បីដក baking soda ចេញទាំងអស់ប្រើដៃត្រដុសសាច់បន្តិចដើម្បីប្រាកដថាវាចេញអស់បន្ទាប់មកខ្ញុំទុកឲ្យទឹកហូរចេញធ្វើឲ្យសាច់ស្ងួតល្អក្រោយពីស្រោចទឹកហើយខ្ញុំដាក់សាច់លើក្រដាសស្រូបទឹកដើម្បីយកសំណើមលើសចេញវាសំខាន់ណាស់